រឿងពីងពីងអស្ចារ្យនិពន្ធដោយសាដេចគូសរូបដោយសឿតរឿតពីងពីងជាកូនហ៊ីងមានមាឌធំវាចូលចិត្តញ៉ាំនិងគេងច្រើនពីងពីងចង់មានមិត្តច្រើនដូចគេប៉ុន្តែគេមិនចង់លេងជាមួយវាទេអបសុកណាស់មិនសប្បាយសោះពីងពីងទៅលួចមើលក្មេងៗលេងវាឃើញកញ្ចាន់ចេកកំពុងលេងលោតកៅស៊ូខ្ញុំសុំលេងផងឯងទៀបក៏ទៀបធាត់ក៏ធាត់ឯងលោតមិនផុតពីងពីងឃើញកូនក្អាត់កំពុងលេងបិទពួនខ្ញុំសុំលេងផងឯងធំក៏ធំខ្ពស់ក៏ខ្ពស់ឯងពួនមិនចិត្តពីងពីងឃើញកង្កែបរត់ប្រណាំងយ៉ាងសប្បាយបងកង្កែបខ្ញុំសុំលេងផងឯងដៃជើងក៏ខ្លីពោះក៏ធំកំប៉ោងឯងរត់មិនទាន់គេពីងពីងអង្គុយស្រងត់ស្រងាត់មើលទៅគេលេងយ៉ាងសប្បាយចាំឯងស្គមឯងលោតបានខ្ពស់ចាំយើងឲ្យលេងជាមួយចាំឯងខ្លួនតូចខ្ញុំឲ្យលេងពួនជាមួយពេលឯងរត់បានលឿនចាំមកលេងជាមួយខ្ញុំពីងពីងខំហាត់លោតប៉ុន្តែលោតមិនបានខ្ពស់ដូចកញ្ចាន់ចេកពីងពីងខំហាត់ប្រាណញ៉ាំបាយតិចៗតែមៀតនៅតែធំជាងក្អាត់ពីងពីងខំរត់តែរត់មិនលឿនដូចកង្កែបមិនក៏ខ្ញុំមិនអាចដូចពួកគេពីងពីងអស់សង្ឃឹមព្រោះនៅតែមិនអាចក្លាយជាមិត្តរបស់កង្កែបកញ្ចាន់ចេកនិងក្អាត់បានស្រាប់តែក្រតបងគីងគក់មិនក៏សប្បាយចិត្តម្ល៉េះរូបក៏មិនស្អាតហើយគ្មានគ្នាលេងជាមួយផងខ្ញុំស្រឡាញ់ពេញចិត្តនឹងខ្លួនខ្ញុំមិនចាំបាច់ធ្វើឲ្យដូចអ្នកណានាំឲ្យកាត់ទុកទេចុះមិនក៏ឯងក្រៀមក្រំម្ល៉េះខ្ញុំចង់មានមិត្តតែគ្មានអ្នកចង់លេងជាមួយខ្ញុំព្រោះខ្ញុំមិនដូចពួកគេយើងមិនដូចគេគ្មានអ្វីខុសទេព្រោះយើងជាយើងមិនមែនគេតោះមកលេងជាមួយខ្ញុំមេឃចាប់ផ្ដើមខ្មៅរកកលភ្លៀងខ្យល់ក៏បោកបក់យ៉ាងខ្លាំងជួយផងតោះយើងទៅជួយពួកគេបងគីងគក់ឆាប់ឡើងទៅពួកគេច្បាស់ជាជួបគ្រោះថ្នាក់ហើយពីងពីងបំប៉ោងខ្លួនយ៉ាងធំពាំងខ្យល់និងបញ្ចេញជ័រពេញខ្លួនឲ្យអ្នកទាំង3អោបជាប់ស្អិតពីងពីងអស្ចារ្យសុំទោសផងដែលមិនលេងជាមួយឯងតែយើងធ្វើជាមិត្តនឹងគ្នាបានទេបានតែនេះក៏បានបងគីងគក់ជួយពួកយើងដែរពីងពីងសប្បាយចិត្តណាស់ដែលបានពួកគេព្រមធ្វើជាមិត្តគីងគក់ក៏សប្បាយចិត្តដែរដែលបានជួយពួកគេមិនអីទេតោះពួកយើងលេងទឹកភ្លៀងទាំងអស់គ្នាអរគុណបងគីងគក់តោះពួកយើងលេងទឹកភ្លៀងទាំងអស់គ្នាពីងពីងអាចហែលទឹកលោតរត់និងចេះច្រៀងយ៉ាងពីរោះតោះពួកយើងច្រៀងលេងទាំងអស់គ្នាអីខ្ញុំមុនហ៊ីងហងចាំមើលខ្ញុំណាក្រតចាំមើលខ្ញុំច្រៀងណាអោបខ្ញុំម្ដងអាត់ពួកគេស្រែកច្រៀងរាំយ៉ាងសប្បាយនៅក្រោមដំណក់ភ្លៀងស្រាប់តែពួកគេលាន់មាត់សួរចុះកញ្ចាន់ចេកឯងច្រៀងសំឡេងយ៉ាងម៉េចទៅខ្ញុំសំឡេងខ្ញុំតើកញ្ចាន់ចេកច្រៀងឮសំឡេងយ៉ាងម៉េចទៅបងប្អូនសំណួរសួរថា1តើពីងពីងចូលចិត្តធ្វើអ្វី2ហេតុអ្វីបានជាមិត្តទាំងអស់មិនចង់លេងជាមួយពីងពីង3តើពីងពីងធ្វើអ្វីខ្លះដើម្បីបានលេងជាមួយពួកគេហើយពួកគេព្រមលេងជាមួយទេ4តើនរណាដែលព្រមលេងជាមួយពីងពីងគេប្រាប់ពីងពីងថាម៉េច
5. តើពីងពីងធ្វើអ្វីដើម្បីជួយកញ្ចាញ់ចេក ក្អាត់និងកង្កែបពីគ្រោះថ្នាក់ 6. តើពីងពីងអាចក្លាយជាមិត្តរបស់កញ្ចាញ់ចេក ក្អាត់និងកង្កែបទេក្រោយជួយពួកគេរួច សៀវភៅដែលខ្ញុំកំពុងអាននេះមានលក់នៅតាមបណ្ណាគារនិងមានតម្លៃសមរម្យសូមចូលរួមគាំទ្រអ្នកនិពន្ធនិងវិចិត្រករខ្មែរយើងដោយការទិញសៀវភៅមកអានដោយផ្ទាល់ព្រោះការអានបើកសន្លឹកសៀវភៅដោយផ្ទាល់ពិតជាពិសេសជាងការអានតាមរយៈអេក្រង់ទូរស័ព្ទជួបគ្នាសៀវភៅក្រោយទៀតបាយបាយ